ថាខ្លាចលាបពណ៌សក់ទៅខុសអត់ត្រូវសបល់អីចឹងសួរ ChatGPT សិនក៏បានដែរតែត្រូវចាំក្នុងចិត្តថាធ្វើអីក៏ដោយក៏វាអត់បាន 100% ដែរបើសិនជាភាគរយខ្ពស់ 70% អីឡើងហើយយកទៅខ្ញុំមិនដែរប្រើពណ៌នេះសោះហ្មងតាំងពីដើមមកឥឡូវចេញមកឡើងប្លែកហ្មងណាខ្ញុំសួរ ChatGPT ថាបើសិនជាសក់ខ្ញុំលាបពណ៌ pink brown នេះទៅវាចេញមិនហើយទៅគឺឃើញចេញ dusty rose ហ្មងនេះ result ចេញមកអញ្ចឹងអ្នកនរគ្នាមុនពេលលាបសក់បើសិនជាចង់ដឹងថាសក់យើងចេញរបៀបម៉េចអីចឹងអាចសួរ ChatGPT សិនបានយើងផ្ញើសក់ពណ៌របស់យើងឥឡូវហ្នឹងហើយពណ៌ដែលយើងចង់លាបឲ្យគេមើលឲ្យចឹងទៅហើយទៅគេប៉ាន់ស្មាន estimate ថាអាចនឹងចេញរបៀបម៉េចមកអញ្ចឹងយើងលាបតាមទៅឥឡូវខ្ញុំក៏ចង់ដឹងដែរថាចេញលទ្ធផលដូច ChatGPT អត់លើកនេះខ្ញុំធ្វើខ្លួនឯងយកមកឲ្យគេលាបឲ្យស្ពាយទាំងថ្នាំស្ពាយទាំងសាប៊ូយកមកឲ្យគេធ្វើសក់ខ្ញុំមុនពេលលាបខ្ញុំមិនដែរបលិចទេប៉ុន្តែខ្ញុំធ្លាប់លាបពណ៌ពីមុនមក3 4ដងហើយវាហាអស់ទៅសក់ប៉ុណ្ណឹងគល់វិញគឺខ្មៅ3ខែនេះគល់ហ្នឹងថ្នាំ Color Expert ហ្នឹងគឺគេធ្វើមកតម្រូវសក់ខ្មៅធម្មជាតិបើយើងអត់បលិចទេគឺលាបទៅចេញ pink brown ដូចឈ្មោះគេបើយើងចង់ឲ្យបានឃើញ pink ដូចនៅក្នុងប្រអប់គេហ្មងអាហ្នឹងតោះតែយើងបលិចដល់ level 9 10អីគឺចេញ pink ធម្មតាគល់សក់គឺវាឆាប់ចេញហើយប៉ុន្តែចុងសក់របស់ខ្ញុំវា level 4 5ដែរហើយខ្ញុំខ្ជិលបកែកមួយជាងគាត់ថាទុកលាបតាមក្រោយខ្ញុំក៏តាមគាត់ទៅដល់ពេលឥឡូវគល់សក់របស់ខ្ញុំចេញអត់ស្មើគ្នាទេលាបម្ចាមវិញលាបទៅលើហូមចាមទៅបានហើយកុំលាបឲ្យដូចឈីងចាំងហើយតាំងថាជាប់ស្បែកជូតអត់ចេញលាបឲ្យទុក40នាទីទៅ1ម៉ោងតាមសក់របស់យើងខ្សោយអត់បើសក់ខ្ញុំអត់ខ្សោយទេអញ្ចឹងខ្ញុំទុកដល់ទៅ1ម៉ោងវាចេញពណ៌បានល្អលាបពណ៌សក់ត្រូវទទួលស្គាល់ថាវាតែងតែស្ងួតសក់ខ្លះហើយព្រោះវាមានជាតិកាតអញ្ចឹងយើងប្រើសាប៊ូល្អដើម្បីថែសក់របស់យើងមកវិញពូអាបានីនេះគឺវាល្អទាំងស្បែកក្បាលជាមួយនឹងសរសៃសក់ធ្វើឲ្យសក់របស់យើងស្វិតអត់បែកចុងហើយបើថាជ្រូកសក់វិញកក់មកទឹកពីអាទិត្យទៅគឺចាប់ផ្ដើមឃើញលទ្ធផលកាត់បន្ថយបានច្រើនដោយសារតែនៅក្នុងហ្នឹងគឺវាអត់មានសារជាតិស៊ីលីកូនណាហើយមករយៈដែលខ្ញុំចាប់ផ្ដើមប្រើហ្នឹងក៏ឃើញថាពណ៌សក់វានៅភ្លឺស្អាតបានយូរដែរឥឡូវលទ្ធផលចេញមកអ្នកនរគ្នាខ្ញុំបញ្ជាក់អន្តិពណ៌នៅក្រៅគឺអត់មានឃើញរបៀបក្រហមទឹកក្រូចអញ្ចឹងទេរៀងមានជាតិស្វាយជាតិ pink ជាតិ berry នៅក្នុងហ្នឹងប៉ុន្តែថតចូលកាមេរ៉ាអត់ជាប់សក់ចង់បញ្ជាក់ថានៅក្រៅគឺឃើញពណ៌ស្អាតជាងហ្នឹងហើយបើថាសាច់វិញខ្ញុំគ្រាន់តែដូរពណ៌សក់ភ្លាមគឺដូរសាច់ដូចគ្នាសបល់ឃើញឡើងភ្លឺហ្មងសម្រាប់ឈុតសាប៊ូជាមួយនឹងថ្នាំលាបសក់ចាំខ្ញុំតម្លាក់ page នៅក្នុង comment ឲ្យ